បាទបងប្អូនថ្ងៃនេះអាយ៉ាផ្លែកតិចទៀតហើយផ្លែកចង់ណាឃើញទិសភាពទស្សនភាពជុំវិញនេះគឺពោពេញទៅដោយវាស្រែវាស្រូវហើយឥឡូវនេះខ្ញុំបាទសុឋានកំពុងតែធ្វើដំណើរទៅព្រែកបាទមិនដឹងព្រែកនេះគេហៅឈ្មោះព្រែកអីបងគេហៅឈ្មោះព្រែកអីណាហ្នឹងអត់ដឹងទេចប់បាត់ហើយបងប្អូនព្រែកបងបាទគឺនៅខាងភូមិស្វាយប៉ោឃុំត្រពាំងស្ដៅស្រុករមាសហែកខេត្តស្វាយរៀងហើយកំពុងតែធ្វើដំណើរទៅជាមួយនឹងពូក្តីត្បូងថ្មធម្មជាតិហើយជាមួយខ្ញុំបាទស្ថានញូហើយមួយបងប្អូននោះខាងមុខបងប្អូននេះបងប្អូនពងនាំផ្លូវទៅហើយការទៅនេះគឺគោលបំណងរបស់យើងទី1ចង់ទៅសាកដាក់ម៉ងចង់ដឹងថាបានត្រីអត់អីអត់ហើយឬបងប្រុសឬពូក្តីត្បូងថ្មធម្មជាតិថាសបោណានៅនេះសបោត្រីហើយចង់ដឹងថាសបោត្រីមិនសបោត្រីឥឡូវធ្វើដំណើរទៅដាក់ផ្ទាល់ហើយសុំទោសអធិស្ឋានបងប្អូនអំពូមីងនេះមានស្រែចិត្តនេះដើរជន់តិចហើយអាយ៉ាជាស្រែផងអូទេសភាពសុខស្រែស្អាតណាស់ឃើញថាញាក់ឆ្វេងញាក់ស្ដាំសិតតែព្រៃសិតតែស្រូវយ៉ាងไรនេះទៅណងនេះអូមានមើលស្មៅឯងបងប្អូនស្មៅច្រើនចង់និយាយថាអ្នកមានកបីមានអីចងប៉ុណ្ណេះអែមហ្មងបងសួរពីចំណាប់អារម្មណ៍តិចមានអារម្មណ៍មិនដែរមានអារម្មណ៍ថាសប្បាយឬហត់អត់ទៅហត់ទេគ្រាន់តែក្តៅជាទូទៅខ្ញុំអ្នកនៅតែនឹងមែនហ្នឹងតែតាំងពីខ្ញុំមកនៅហ្នឹងខ្ញុំមិនដែលបានមកដល់ហ្នឹងទេអូអានេះគេដាំហីបងអានេះគេដាំឬក៏វាដុះខ្លួនហ្នឹងវាដុះខ្លួនវាអូតំណងម្ល៉េះដីនេះមុនមកកន្លែងហ្នឹងសិតតែព្រៃមែនបងសិតព្រៃទាំងអស់ព្រៃតូចនេះមែនព្រៃតូចអញ្ចឹងឬក៏ព្រៃធំព្រៃចឹងព្រៃអូដីនេះគេទឹមឈូសដែរគេទឹមឈូសអូតំណងហ៎បងឧត្តមនេះតំណងណាចង់និយាយណាទីសភាពស្អាតណាស់ឡើយនេះព្រៃខ្ញុំមើលគោពីក្មេងមកពីក្មេងមើលគោព្រៃខ្វៀលគោនេះតែពេលឥឡូវធំហើយមិនសូវបានមកវិញឥឡូវខ្វៀលថ្មឥឡូវគុយខ្វៀលថ្មអត់បានមកទេគុយខ្វៀលថ្មណាបាទចឹងបានថាពេលនៅតូចម៉ែឲ្យមើលគោមកខ្វៀលគោនៅនឹងឥឡូវតាំងពីចេះកែច្នៃត្បូងថ្មធម្មជាតិមកឥឡូវខ្វៀលថ្មបាទអូយបងប្អូននេះស្អាតណាស់មកខាងអូនេះបងប្អូនឲ្យដើរតន់ដល់អីចាំមើលតិចទៀតហើយវាច្រើនខ្ញុំនេះនេដើរទិញថ្មអីតិចដើរទិញថ្មតិចតួចហើយយើងថ្ងៃណានឹកឃើញចង់កាត់អាណាតំណងម្ដុំទៅតាមបានចែកជូនបងប្អូនយើងទស្សនាលេងអញ្ចឹងណាហើយគេឃើញចាប់អារម្មណ៍គេទិញខ្ញុំទៅបាទគាត់បានស្វែងខ្ទាវឯដែរជីវិតចង់យ៉ាងហ្នឹងអញ្ចឹងមើលឃើញនេះពីក្មេងខ្វៀលគោខ្លាយជាក្មេងខ្វៀលថ្មបងប្អូនអរគ្នាដែរឃើញទេអញ្ចឹងថាខ្ញុំបាទស្ថានញូថ្មីបាទเพจនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានតាមដានទស្សនាហើយជួយ like share follow page របស់ខ្ញុំថ្មីផងហើយ page នេះគឺផុសវីដេអូវែងតិចបាទវីដេអូផុសវែងហើយដាក់ចូល YouTube ឲ្យបងប្អូនយើងបានតាមដានទស្សនាហើយសើនឹងភាគច្រើនបងប្អូនយើងឥណ្ឌាចូលចិត្តមើលណាវីដេអូអញ្ចឹងមកពេលប៉ុនមួយឥណ្ឌាខ្ញុំឥណ្ឌាដែរតាឥណ្ឌាតែឥណ្ឌាលក់ថ្មមិនឥណ្ឌាលក់មុងទេណាមិនលក់មុងទេអូដល់អាហ្នឹងព្រែកហ្នឹងអាហ្នឹងអូអានេះអូមិនព្រែកទេអូយើងតន់ដល់ព្រែកអញ្ចឹងយើងដល់អូហើយបាទអូនមិននាំមកអូខ្ញុំនាំព្រែកផងហាផ្លូវណាទៅព្រែកផ្លូវហ្នឹងទៅតាមមាត់ទឹកនោះអត់ព្រែកអូតោះទៅតាមបងប្អូននេះអូសោះទិដ្ឋភាពទីសភាពស្អាតប៉ុណ្ណឹងហើយចុះតម្រំអូមានឆ្លើងទៀតអូចាប់ឲ្យចាំអ្នកថតនេះកំពូលគាត់ឃើញឆ្លើងរត់ចែកជើងឡើយអីយ៉ាឡើងទៅអីយោងាយទីសភាពស្អាតតោះដើរតាមណាតាមណីមានដើរតាមណាទៅនងម្លេះមានកន្លែងឆ្លងនេះអូបងប្អូនហូរទឹកមកទៅនងនេះនេះដើរតាមមាត់អូនេះទៅនេះដើរតាមមាត់អូដើរទៅមើលទូរស័ព្ទឯងខ្លាចទឹកទូរស័ព្ទខ្លាចឆ្លើងបងប្អូនបាទខ្ញុំឃើញខ្ញុំអ្នកស្រែមែនតែខ្ញុំខ្លាចឆ្លើងចាប់បាត់ទៅហើយ
ឥឡូវប៉ណ្ណឹងសិនណាបងប្អូនចាំដល់នោះចាំថតវីដេអូមកភាគទៀត